หรือประจันกระหอมปัวชิมថ្ងៃទី3ខែមីនាឆ្នាំ2026យើងអាចមើលឃើញដោយភ្នែកទទេបានចាប់ពីម៉ោង5នាទីល្ងាចដល់ម៉ោង9យប់ខ្ញុំនឹងធ្វើការព្យាករណ៍ទស្សទាយអំពីប្រផ្នុលល្អអាក្រក់អំពីហេតុភេទផ្សេងៗតាមក្បួនហោរាសាស្ត្រនិងជំនឿខ្មែរបុរាណការកើតមានច័ន្ទគ្រារីហ៊ូបាំងច័ន្ទនៅថ្ងៃទី3ខែមីនាឆ្នាំ2026ខាងមុខនេះត្រូវនឹងថ្ងៃអង្គារ15កើតខែផល្គុនឆ្នាំម្សាញ់ត្រូវបានគេមើលឃើញថាមានឥទ្ធិពលខ្លាំងព្រោះវាចំថ្ងៃសីលនិងជាថ្ងៃពេញបូណ៌មីយោងតាមទំនាយបុរាណច័ន្ទគ្រាលើកនេះអាចមានអត្ថន័យនិងទំនាយដូចខាងក្រោមប្រផ្នុលល្អជំរះអតីតកាលរាល់បញ្ហារាំងស្ទះឬរឿងសួយៗពីមុនមកនឹងត្រូវរលាយបាត់ទៅជាមួយស្រមោលច័ន្ទគ្រាការចាប់ផ្ដើមថ្មីដូចជាពោះឆ្នាំម្សាញ់បកបង់ស្បែកចាស់សំណកដើម្បីលូតលាស់និងមានធម៌ពលថ្មីដែលខ្លាំងជាងមុនប្រផ្នុលអាក្រក់គេជឿថាជាសញ្ញានៃការការបែកបាក់ឬគ្រោះមហន្តរាយធម្មជាតិដូចជាគ្រោះរាំងស្ងួតខ្លាំងឬជំងឺរាតត្បាតមនុស្សនិងសត្វពាហនៈ 1. ទំនាយអំពីធម្មជាតិនិងភោគផលតាមក្បួនតម្រាខ្មែរកាលណាមានច័ន្ទគ្រាកើតឡើងក្នុងខែផល្គុនខែទី4នៃឆ្នាំចន្ទគតិគេច្រើនទស្សទាយថាកអាកាសធាតុអាចនឹងមានការប្រែប្រួលអាកាសធាតុក្តៅខុសប្រក្រតីឬមានខ្យល់ព្យុះបោកបក់ខ្លាំងនៅតំបន់មួយចំនួនខភោគផលដំណាំផ្សេងៗជាពិសេសផលដែលប្រមូលផលក្នុងរដូវប្រាំងអាចនឹងទទួលរងការខូចខាតខ្លះៗឬមិនសូវបានផលល្អដោយការរំពឹងទុក 2. ទំនាយអំពីសន្តិសុខនិងសង្គមតាមជំនឿថារីហ៊ូចាប់ច័ន្ទចំថ្ងៃអង្គារថ្ងៃរឹងខ្លាំងកការប្រុងប្រយ័ត្នអាចមានរឿងរ៉ាវរកម្មរកួសឬចំនួនពាក្យសម្ដីកើតឡើងក្នុងសង្គមឬក្នុងគ្រួសារគេជឿថាចិត្តមនុស្សក្នុងអំឡុងពេលច័ន្ទគ្រាឬពណ៌ឈាមងាយនឹងមានអារម្មណ៍ឆេវឆាវខគ្រោះថ្នាក់ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរឆ្ងាយៗឬគ្រោះថ្នាក់ដែលបង្កឡើងដោយអាគីភ្លើងនិងអាវុធយុទ្ធភ័ណ្ឌគ្រឿងផ្ទុកផ្សេងៗ 3. ការបកស្រាយតាមថ្ងៃអង្គារឆ្នាំម្សាញ់ឆ្នាំពស់ឆ្នាំ2026គឺជាថ្ងៃរឹងកក្នុងជំនឿខ្មែរនាគនិងរីហ៊ូគឺជាសត្វដែលមានអំណាចដូចគ្នាការកច័ន្ទគ្រាក្នុងថ្ងៃអង្គារឆ្នាំពស់បញ្ជាក់ពីការផ្លាស់ប្ដូរដ៏ធំខសម្រាប់អ្នកមានបុណ្យបារមីឬអ្នកកំពុងធ្វើកិច្ចការធំអ្នកធ្វើបុណ្យទានអ្នកចំនួនអ្នកធ្វើការនេះគឺជាសញ្ញានៃការដាស់តឿនឲ្យពង្រឹងការគ្រប់គ្រងនិងការរៀបចំគ្រឹះឲ្យបានមាំមួនបំផុតដើម្បីទប់ទល់នឹងឧបសគ្គខាងក្នុងនិងខាងក្រៅកការបូជាដើម្បីសន្តិភាពបុរាណចារ្យណែនាំឲ្យធ្វើពិធីសិរីមង្គលឬការបន់ស្រន់សុំសេចក្តីសុខពីម្ចាស់ទឹកដីដើម្បីឲ្យធម្មពលអវិជ្ជមាននៃព្រះច័ន្ទគ្រាពណ៌ឈាមខលទៅជាធម្មពលវិជ្ជមានវិញខព្រះច័ន្ទគ្រាពណ៌ឈាមតំណាងឲ្យទេជៈអំណាចភ្លើងព្រះច័ន្ទស្ថិតនៃសីហរាសីប្រសិនបើអ្នករៀបចំពិធីបួងសួងបានត្រឹមត្រូវវានឹងជួយពង្រឹងអំណាចរបស់អ្នកធ្វើឲ្យសត្រូវឬអ្នកចង់មកបង្កបញ្ហាចាញ់បារមីនិងមិនហ៊ានបំពាន 4. ការការពារការរំដោះគ្រោះនិងតំណមសំខាន់ៗដើម្បីបញ្ជាប្រផ្នុលអាក្រក់គ្រោះចង្រៃនិងបង្កើនសិរីសួស្តីខ្មែរបុរាណតែងធ្វើដោយខាងក្រោមកសូត្រធម៌ស្វាយពីនៅពេលកំពុងកើតច័ន្ទគ្រាគេច្រើនសូត្រធម៌និងឧទ្ទិសកុសលដល់គ្រូឧបជាយាចារ្យនិងទេវតាថែរក្សាឆ្នាំម្សាញ់នេះខកុំធ្វើកិច្ចការធំជៀសវាងការបើកសម្ពោធឡើងផ្ទះឬចុះហត្ថលេខាលើកិច្ចសន្យាសំខាន់ចំម៉ោងដែលគ្រាកំពុងបាំងយុទ្ធសាស្ត្រចំនួនកុំទាន់សម្រេចចិត្តលើកិច្ចសន្យាធំក្នុងយប់ដែលមានព្រះច័ន្ទគ្រាពណ៌ឈាមព្រោះវាអាចនាំមកនូវកិច្ចសន្យាឈាមការខាតបង់ឬចំនួនផ្នែកច្បាប់កការងូតឬទឹកមុនបន្ទាប់ពីគ្រារលត់ទៅហើយគេច្រើនងូតទឹកចម្រែកាយឬស្រោចទឹកមុនដើម្បីលាងចម្រែឧបទ្រពចង្រៃខកម្មវិធីមិនគួររៀបចំកម្មវិធីជប់លៀងផាក់ស៊ីរាំច្រៀងសប្បាយនៅពេលកំពុងកើតច័ន្ទគ្រាជាហេតុធ្វើឲ្យយើងរាសីដាក់និងនាំឧបទ្រពចង្រៃមកដាក់ខ្លួនតំណាងសម្លឹងមិនឲ្យមនុស្សចាស់ជរាស្ត្រីមានផ្ទៃផ្ទាល់
ឬអ្នកមានជំងឺសម្លឹងមើលព្រះច័ន្ទគ្រាសពណ៌ឈាមចំឡាយព្រោះជាថាអាចនាំឲ្យរាសីធាក់ចុះចការប្រើសំឡេងដេញរីហ៊ូការវាយកងវាយប៉ោតឬបង្កើតសំឡេងខ្លាំងៗដើម្បីដេញរីហ៊ូឲ្យប្រឡែងពាក្យច័ន្ទជានិមិត្តសញ្ញានៃការរំដោះទុក្ខភ័យឆការធ្វើទានចែកទានដល់ជនក្រីក្រឬសត្វធាតុដើម្បីបង្កើនបុណ្យបារមីទប់ទល់នឹងគ្រោះគ្រាស 5. របៀបទទួលលាភសក្ការៈពីព្រះច័ន្ទគ្រាសពណ៌ឈាមដើម្បីប្រែប្រួលប្រផ្នុលឲ្យទៅជាលាភសំណាងអ្នកគួរធ្វើកិច្ចការទាំងនេះកពិធីត្រង់ពន្លឺច័ន្ទដាក់ទឹកស្អាតក្នុងផ្ដិលប្រាក់ឬផ្ដិលស្ពឹងរួចដាក់ហាលក្រោមពន្លឺច័ន្ទសួយវ័យតាទេគ្រាសក៏ដោយទឹកនោះនឹងคล้ายទៅជាទឹកមន្តមហាសិទ្ធិដើម្បីប្រក់ព្រំឲ្យមានសេរីសួស្តីនិងធ្វើការងាររកស៊ីប្រកបទៅដោយការលូនទៅមុខជានិច្ចខការតាំងសមាធិថាមពលក្នុងអំឡុងពេលច័ន្ទគ្រាសមានកម្រិតខ្ពស់បំផុតការតាំងសមាធិត្រឹមតែ10នាទីអាចស្មើនឹងការធ្វើធម្មតាជាច្រើនម៉ោងដែលជួយឲ្យស្មារតីអ្នកខ្លាំងពូកែអ្នកអាចរៀបចំកម្មវិធីសមាធិបន្សុទ្ធចាត់ក្រោមពន្លឺច័ន្ទគ្រាសនៅផ្ទះឬមណ្ឌលទីតាំងរួមគ្នាដើម្បីថែរក្សាសុខភាពផ្លូវចិត្តនិងផ្សាយនូវមេត្តាភាវនាដល់សព្វសត្វសូមឲ្យមានសុខសន្តិភាពគ្រប់គ្នាទោះបីជាព្រះច័ន្ទគ្រាសពណ៌ឈាមច្រើនត្រូវបានគេមើលឃើញក្នុងផ្លូវអវិជ្ជមានក៏ដោយប៉ុន្តែតាមក្បួនហោរាសាស្ត្រខ្មែរជាន់ខ្ពស់និងជំនឿអត្ថបាំងខ្លះវាក៏នាំមកនូវប្រផ្នុលល្អមហាសាលសម្រាប់បុគ្គលដែលមានបុណ្យបារមីឬអ្នកដែលចេះទាញយកធម៌ពលចក្រវាលមកប្រើប្រាស់ស្លោកច័ន្ទគ្រាសប្រចាំឆ្នាំ2026នៅពីក្រោយស្រមោលដ៏ងងឹតបំផុតគឺតែងតែមានពន្លឺដែលខ្លាំងបំផុតព្រះច័ន្ទគ្រាសពណ៌ឈាម2026គឺជាសញ្ញានៃការផ្លាស់ប្ដូរវាសនាពីភាពលំបាកមកកាន់ភាពរុងរឿងផ្នែកសេដ្ឋកិច្ចនិងការងារដោយលោកគ្រូនិរ័ន្តរ៍សូមអរគុណសម្រាប់ការអានប្រសិនបើលោកអ្នកយល់ថាអត្ថបទនេះមានប្រយោជន៍ដល់មនុស្សទូទៅសូមមេត្តាជួយចែករំលែកទៅកាន់អ្នកដទៃផង